បាទខ្ញុំបាទហ៊ីងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈបងប្អូនយុវជនយុវតីដែលមានគំនិតជាតិនិយមហើយដែលកំពុងតែនិយមតាមដានអានព័ត៌មាននៅក្នុង Facebook ជាទីមេត្រីប៉ុន្មានថ្ងៃនេះខ្ញុំមានធរៈបន្តិចមុននឹងខ្ញុំធ្វើការអត្ថាធិប្បាយខ្ញុំសូមឲ្យបងប្អូនស្ដាប់សម្ដីរបស់លោកហ៊ុនសែននៅក្នុងករណីឡានដឹកទំនិញដែលធ្វើឲ្យខូចខាតថ្នល់និងស្ពាននៅអ្នកលឿងបាទសូមស្ដាប់ជាមួយខ្ញុំដូចតទៅជាមួយនឹងចរាចរណ៍នេះខ្ញុំក៏មានការរន្ធត់ចិត្តដែរនៅពេលដែលឃើញរថយន្តឆ្លងស្ពានអ្នកលឿងដឹក70 តោនហើយឮតែគេស៊ីស៊ូគ្នាហើយកាត់នួយឲ្យអស់$150ទៅបាត់ទៅប៉ុន្តែឮថាគេបញ្ជាទៅតាមចាប់បានហើយទៅបាទអត់ទេអាហ្នឹងបញ្ជាចេញទៅអញ្ចឹងម៉ោងស្មានហើយប្រហែលតាំងពីចេញបទបញ្ជា24 ម៉ោងជាងហើយអត់ទាន់ដឹងថាបានឬមិនបានមើលហើយក៏មិនដឹងជាស្អីប៉ុន្តែអូយល់បានគឺក្រសួងនឹងមួយមិនធ្វើការហ្មងពីមុនបន្ទោគ្នាទៅប្រជុំគណៈរដ្ឋមន្ត្រីបន្ទោគ្នាអាផ្លូវក្នុងក្រុងអាផ្លូវណាសាធារណការទទួលខុសត្រូវអាផ្លូវណាក្រុមទទួលខុសត្រូវតែជ័យគ្នាក្នុងគណៈរដ្ឋមន្ត្រីរឿងហ្នឹងអាផ្លូវនេះគុំទៅខ្វល់បាទជីវគុំទៅខ្វល់ជាមួយក្រសួងសាធារណការផ្លូវខ្លួនឯងទៅគុំទៅខ្វល់ទេតែទៀតខ្ញុំនឹងនិយាយដល់ផ្លាលេងឡានណាបាទខ្ញុំសូមជម្រាបជូនបងប្អូនថានេះជាប្រព័ន្ធដែលគ្រប់គ្រងដោយបុគ្គលបាទអ្វីដែលកើតឡើងដោយបុគ្គលដូច្នេះមន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជាជាពិសេសក្រោមការដឹកនាំរបស់លោកហ៊ុនសែនតែងតែស្ដាប់បញ្ជារបស់បុគ្គលតែប៉ុណ្ណោះដូចជារបបប៉ុលពតដែលតែងតែស្ដាប់អង្គការបាទដូច្នេះហើយបានជារបបប៉ុលពតបានធ្វើឲ្យប្រជាជនខ្មែររាប់លានអ្នកទទួលមរណភាពហើយណាសូមបងប្អូនស្ដាប់សម្ដីលោកហ៊ុនសែនលោកមានការឈឺចាប់បាទហើយមានការហួសចិត្តចំពោះមន្ត្រីនៅក្នុងក្រសួងសាធារណការដែលមានការធ្វេសប្រហែសបើតាមរូបភាពថ្នល់ឬក៏ស្ពានដែលរៀបចំឡើងដោយជំនួយជប៉ុននៅស្ពានអ្នកលឿងនោះខ្ញុំយល់ឃើញថាពុំគ្រប់គ្រាន់តាមបច្ចេកទេសអន្តរជាតិទេសូម្បីតែការសាងសង់ស្ពានដើម្បីឲ្យឆាប់ហើយនោះក៏មានលក្ខណៈពុករលួយដែរសូមបងប្អូនពិនិត្យមើលពេលកលរថយន្តបាទណាផ្លូវថ្នល់លើស្ពានណាมันបាននឹងផ្លូវថ្នល់ដែលនៅសហរដ្ឋអាមេរិកឬប្រទេសជឿនលឿនគេចាក់នៅតាមចំណតរថយន្តផ្ទះរបស់គេផងបាទចំណតរថយន្តផ្ទះរបស់គេមានភាពរឹងមាំជាងនេះទៅទៀតណាចំណែកឯនៅសហរដ្ឋអាមេរិកឬប្រទេសកាណាដាឬប្រទេសជឿនលឿនផ្សេងថ្នល់ freeway បែបនេះណាសំបីតកឈើណាទោះបីឡានទម្ងន់ប្រហែលប៉ុណ្ណេះมันអាចទ្រុឌទ្រោមឬក៏ស្រកស្រុតបានទេដូច្នេះហើយសូមបងប្អូនមើលណាប្រព័ន្ធពុករលួយដែលអ្នកកាសែតអន្តរជាតិទូរទស្សន៍អន្តរជាតិបាននិយាយថារបបហ៊ុនសែនជាប្រព័ន្ធនៃអំពើពុករលួយហើយដែលហ៊ុនសែនទើបតែមានការឈឺចាប់ទើបតែមានការញើងឆ្ងល់ហើយខឹងសម្បាបាទបើសិនជាពុំមានប្រព័ន្ធ Facebook លោកហ៊ុនសែនប្រកាសជាយល់ថាអ្នកដែលប្រើប្រាស់បណ្ដាញ Facebook ប្រកាសជាប្រឌិតរឿងឥឡូវនេះលោកបានឃើញនឹងមានការឈឺចាប់ជាខ្លាំងណាចំពោះបញ្ហាអ្វីៗទាំងអស់ជាពិសេសការកាប់ព្រៃឈើដែលអ្នកដែលកាប់ព្រៃឈើធំបំផុតនោះភាគច្រើនសុទ្ធតែជាអង្គញាជាមន្ត្រីនៅចំណិតរបស់គាត់ហើយគាត់រហូតដល់បញ្ជាឲ្យប្រើគ្រាប់រ៉ុកែតបាញ់ប្រហារឈ្មួញទុច្ចរិតបាទនេះគឺជាចរិតដ៏កាចសាហាវមួយដែលកំពុងតែមានវត្តមាននៅក្នុងខួរក្បាលរបស់ហ៊ុនសែនដែលហ៊ុនសែនជាអតីតពួកយោធាខ្មែរក្រហមនៃក្រមពិសេសដែលពូកែខាងបាញ់សម្លាប់សត្រូវរបស់ខ្លួនគឺខ្មែរនៅចន្លោះឆ្នាំ1970រហូតដល់ឆ្នាំ1975ដូច្នេះហើយ
ទើបយួនមើលឃើញថាលោកហ៊ុនសែនជាមនុស្សដ៏សាហាវបំផុតដែលយួនអាចប្រើប្រាស់បានដូច្នេះហើយទើបយួនដកក្រុមលោកប៉ែនសវណ្ណចេញដោយបងប្អូនឃើញស្រាប់ហើយណាលោកហ៊ុនសែនពីមុនមកខ្ញុំបាននិយាយថាលោកហ៊ុនសែនបានបើកប្រតិបត្តិការកាប់ទឹកបាទឥឡូវមិនត្រឹមតែកាប់ទឹកទេគឺលោកកាប់ទឹកគឺលោកហ៊ុនសែនកំពុងតែកាប់ទឹកស្អុយឬកាប់ផុកបាទលោកហ៊ុនសែនកាប់កាន់តែខ្លាំងផុកកាន់តែខ្ទាតប្រឡាក់លើមុខលោកកាន់តែខ្លាំងដូច្នេះហើយសម្ដីរបស់លោកហ៊ុនសែនគួរតែបងប្អូនខ្មែរទាំងអស់នៅជាពិសេសអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនមេត្តាពិនិត្យមើលនិងពិចារណាថាតើអំពើពុករលួយនៅក្នុងរបបលោកហ៊ុនសែនចាប់តាំងពីឆ្នាំ1979និងរហូតក្រោយឆ្នាំ1998តើមានកម្រិតដល់ណាការពិតទៅមន្ត្រីនៅក្នុងគណៈបកប្រជាជនគួរតែភ្ញាក់រលឹកបាទព្រោះរង្វាន់ទាំងប៉ុន្មានជ័យភ័ណ្ឌទាំងប៉ុន្មានក្រោយឆ្នាំ1998និងក្រោយឆ្នាំ93មន្ត្រីនៅក្នុងគណៈបកប្រជាជនបានយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនហើយនៅទ្រព្យសម្បត្តិរបស់មន្ត្រីនៅក្នុងគណៈបកប្រជាជនសំខាន់ជាន់ខ្ពស់មិនបាច់ប្រព្រឹត្តអំពើពុករលួយទេបាទសូម្បីតែណាយកមកចាយ10ជីវិតទៀតក៏មិនអស់ដែរដូច្នេះហើយដោយសារប្រព័ន្ធរៀបចំរបស់លោកហ៊ុនសែនមានភាពពុករលួយណាដែលពីមុនមករដ្ឋាភិបាលដែលដឹកនាំដោយលោកហេងសំរិនហ៊ុនសែនដដែលដែលតែងតែនិយាយថារាជមានមុនរដ្ឋនេះជាភាសាដែលយួនបានបង្កើតឡើងចាប់តាំងពីឆ្នាំ1979ដើម្បីបោកបញ្ឆោតមន្ត្រីនៅក្នុងគណៈបកប្រជាជនរហូតមកដល់សប្តាហ៍ថ្ងៃនេះការពិតទៅប្រព័ន្ធការរស់នៅរបស់មន្ត្រីនៅក្នុងគណៈបកប្រជាជនកម្ពុជារហូតមកដល់សប្តាហ៍ថ្ងៃនេះបើមិនប្រព្រឹត្តអំពើពុករលួយมันអាចរស់នៅបានទេខ្ញុំឧទាហរណ៍ណាប្រសិនបើរដ្ឋាភិបាលហ៊ុនសែនមានការអភិវឌ្ឍអគារផ្សេងណាដែលមានភាពខ្ពស់ត្រដែតបើសិនជានៅប្រទេសប្រជាធិបតេយ្យប្រទេសជឿនលឿនរបស់គេធ្វើជាអគារឬក៏ផ្ទះសម្រាប់លក់ឲ្យជនជាតិខ្មែរទៅតាមធនធានប្រាក់ខែរបស់ពួកគេណាឧទាហរណ៍ដូចជានៅហុងកុងម៉ាឡេប្រទេសថៃសិង្ហបុរីជាដើមនោះនៅពេលដែលគេសាងសង់អគារអ្វីផ្សេងគឺតម្រូវទៅតាមជីវភាពហើយជនជាតិរបស់គេនឹងអាចទិញផ្ទះនោះបានដើម្បីណាគ្រប់គ្រងឬក៏ដើម្បីរស់នៅតាមកម្រិតជីវភាពរបស់ពួកគេសួរថាតើរបបហ៊ុនសែនមន្ត្រីរាជការប៉ុន្មានភាគរយដែលអាចមានសមត្ថភាពយកលុយរបស់ខ្លួនទៅទិញផ្ទះដោយប្រទេសថៃដោយប្រទេសសិង្ហបុរីដោយប្រទេសហុងកុងចំពោះបុគ្គលិករាជការដែលធ្វើទៅតាមសមត្ថភាពត្រឹមសាស្ត្រាចារ្យប៉ូលីសឬក៏មន្ត្រីផ្សេងយើងឃើញថានៅក្នុងរបបហ៊ុនសែនអំពើពុករលួយបានស៊ីរុងដល់ឆ្អឹងហើយដែលហ៊ុនសែនកំពុងតែបិទបាំងកំពុងតែអំពាវនាវកំពុងតែកាប់ទឹកបាទកាប់ផុកណាព្រោះអំពើពុករលួយនៅក្នុងរបបហ៊ុនសែនសពថ្ងៃដូចជាទឹកស្អុយនិងផុកអញ្ចឹងបាទណាពេលដែលលោកកាប់កាន់តែខ្លាំងផុកស្អុយនោះទឹកស្អុយនោះនឹងជះមកលើលោកកាន់តែខ្លាំងហើយដូច្នេះប្រព័ន្ធពុករលួយរបស់របបលោកហ៊ុនសែនកំពុងតែដល់ដំណាក់កាលមួយដែលនឹងត្រូវរលាយទៅខាងមុខណានៅពេលខាងមុខសូម្បីតែលោកហ៊ុនសែនក៏និយាយថាលោកមិនចង់ខុសជាមួយទេដូច្នេះហើយសម្ដីរបស់បងប្អូនអ្នកជាតិនិយមទាំងប៉ុន្មានណាដែលបានខិតខំណាប្រើប្រាស់សម្លេងរបស់ខ្លួននៅក្នុង Facebook ណាលោកហ៊ុនសែនបានដឹងហើយបើសិនជាបញ្ហារថយន្តដែលធ្វើឲ្យខូចខាតផ្លូវថ្នល់នៅស្ពានអ្នកលឿងនោះប្រសិនបើគ្មាន Facebook ប្រហែលជាលោកហ៊ុនសែនពុំដឹងទេដូច្នេះហើយលោកហ៊ុនសែនគួរតែពិចារណាហើយគួរតែពិនិត្យមើលប្រព័ន្ធរបស់លោកណាប្រព័ន្ធគ្រប់គ្រងរបស់លោកព្រោះប្រសិនបើណាលោកពុំបានពិនិត្យឲ្យបានច្បាស់លាស់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើជាពិសេសមន្ត្រីជាន់ខ្ពស់ដែលកំពុងតែបានបនស័ក្តិអុកញ៉ាផ្កាយដែលកំពុងទុំនៅបនស័ក្តិជាបណ្ឌិតនោះ
ថ្ងៃក្រោយរបបលោកប្រៀបបាននឹងស្ពាន់បាទដែលស្រោបមាសគឺគ្មានតម្លៃអ្វីទាំងអស់បដិទ្ធស្ពាន់មន្ត្រីស្ពាន់ណាអុកញ៉ាស្ពាន់ឧត្តមសេនីយ៍ស្ពាន់ដែលស្រោបមាសនៅទីបំផុតគ្មានតម្លៃអ្វីទេដូច្នេះលោកហ៊ុនសែនគួរតែពិចារណាមែនទេលោកមានការឈឺចាប់លោកមានការសប្បាយមួយរយៈកន្លងមកមុននឹងលោកទៅសម្រានពេទ្យនៅឯប្រទេសសិង្ហបុរីលោកបានថតរូបលោកបាននាំចៅរបស់លោកនៅដើរលេងតាមឆ្នេរសមុទ្រសប្បាយបានន័យថាលោកស្រឡាញ់ចៅលោកស្រឡាញ់របបលោកស្រឡាញ់កូនលោកហើយនឹងអ្វីទាំងអស់ណាលោកក៏ស្រឡាញ់មន្ត្រីពុករលួយរបស់លោកដែរតែឥឡូវនេះមន្ត្រីពុករលួយរបស់លោកខ្លះបានធ្វើឲ្យលោកមានភាពអាម៉ាស់ហើយកូនចៅរបស់លោកដែលលោកស្រឡាញ់នោះលោកគួរតែពិចារណាថានៅពេលដែលលោកបានបើកភ្លើងខៀវប្រើប្រាស់តុលាការខ្មែរឲ្យចាប់ចងណាសកម្មជនអ្នកស្នេហាជាតិទាំងឡាយមានលោកមេឃសវណ្ណរាលោកហុងសុខួរនិងបងប្អូនខ្មែរទាំងអស់នោះដែលកំពុងតែជាប់គុកណាដែលកំពុងតែជាប់មន្ទីរឃុំឃាំងយ៉ាងខូខើព្រៃផ្សៃអយុត្តិធម៌ពីរបបលោកនោះលោកគួរតែពិនិត្យបន្ថយទៅហើយគំនិតរបស់លោកដែលលោកចង់ឲ្យកូនលោកគ្រប់គ្រងណាអំណាចចាប់តាំងពីឆ្នាំ2018នោះវាដូចជារហ័សពេកហើយណាយើងសង្កេតឃើញក្រុមលោកហ៊ុនម៉ាណែតកូនហ៊ុនម៉ាណីហ៊ុនម៉ាណិតក្តីពុំបានកែប្រែឬយកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងយុត្តិធម៌មកប្រើប្រាស់ដើម្បីវែកញែករកយុត្តិធម៌នៅក្នុងសង្គមអយុត្តិធម៌របស់លោកហ៊ុនសែនទេពួកគេបែរជានាំគ្នាខុបខិតដើម្បីធ្វើយ៉ាងណាស្ទូចទាញនៅបងប្អូនខ្មែរនៅក្រៅប្រទេសក្តីនៅក្នុងប្រទេសក្តីគ្រប់គ្រងអំណាចរបស់ឪពុកគេដែលរបបលោកហ៊ុនសែនប្រៀបបាននឹងដុំស្ពាន់មួយដុំឬក៏ខ្សែកស្ពាន់ដែលជ្រលក់ទឹកមាសនៅទីបំផុតគ្មានតម្លៃទេដូច្នេះខ្ញុំគ្រាន់តែសូមជម្រាបជូនលោកហ៊ុនសែនថានៅពេលដែលលោកហ៊ុនសែនទៅត្រួតចូលធ្វើបដិវត្តនៅឆ្នាំ1970ព្រោះលោកយល់ថាសង្គមជំនាន់នោះអយុត្តិធម៌បំរើចក្រពត្តិអាមេរិកឥឡូវនេះណាសង្គមរបស់លោកពុករលួយជាងសង្គមសម័យសង្គមរាជនិយមនិងសម័យលោកលន់នល់ឬសម័យប៉ុលពតទៅទៀតដូច្នេះហើយលោកគួរតែពិចារណាវះកាត់តាមរយៈប្រព័ន្ធមួយគឺការបោះឆ្នោតដោយយុត្តិធម៌ដោយសុទ្ធចិត្តយ៉ាងហោចណាស់ក៏បានដូចប្រទេសភូមាដែរប្រសិនបើលោកប្រើគំនិតខួរក្បាលណារបស់លោកនៅក្នុងស្មារតីរបស់លោកនៅពេលដែលលោកចូលបដិវត្តនៅឆ្នាំ1970ខ្ញុំជឿជាក់ថារដ្ឋាភិបាលរបស់លោកនឹងមានទឹកមាត់ខ្លះនឹងមានមុខមាត់ខ្លះហើយអ្វីដែលលោកបានប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មានប្រសិនបើចាប់ពីថ្ងៃនេះទៅលោកយកយល់លោកធ្វើការសណ្ដោះដល់អ្នកស្នេហាជាតិលោកប្រើប្រព័ន្ធយុត្តិធម៌នៅក្នុងតុលាការនៃរដ្ឋាភិបាលរបស់លោកជាពិសេសប្រព័ន្ធគោចបគឺការបោះឆ្នោតយើងទាំងអស់គ្នានឹងបានសេចក្តីសុខប្រសិនបើលោកចង់យកឈ្នះណាដោយកាលនៅឆ្នាំ1975-79ដែលលោកបានរដ្ឋាភិបាលរបស់លោកបានចាត់ធ្វើបាបពួកក្រុមខ្មែរសេរីកាជាពិសេសគឺក្រុមលោកប៊ូសុផុនណាក្រុមលោកហែមក្រឹស្នាក្រុមលោកមុំប៊ុនរៃជាដើមនោះនៅទីបំផុតណាសម្រេចយុទ្ធធរនៅអំពើអយុត្តិធម៌ដែលរបបលោកដែលរូបលោកបានធ្វើចាប់តាំងពីឆ្នាំ1970 1975 1979រហូតដល់ឆ្នាំ1998និងរហូតមកដល់សប្តាហ៍នេះនៅទីបំផុតណាស្រមោលយុទ្ធធម៌មួយនឹងតាមលងរូបលោកហើយនៅទីបំផុតក្រោយឆ្នាំ2018ប្រសិនបើមានបដិវត្តមួយនឹងកើតមានឡើងប្រទេសកម្ពុជានឹងត្រូវទទួលវិនាសកម្មហើយរូបលោកក៏មិនបានសេចក្តីសុខដែរបាទសូមអរគុណសូមជម្រាបលា